มีชาจ้ามีชาថ្វីដៃម៉ាក់នំប៉ាវមកទៀតហើយបងប្អូនណាណែមកមើលណែសូមសរសើរថ្វីដៃខ្លួនឯងមួយទៅចាបងប្អូនអារឿងឆាមីនេះខ្ញុំគឺថា the best មកបងប្អូនខ្ញុំហ៊ានទៅនិយាយខ្លួនឯងទៅធ្វើឆ្ងាញ់ចាដោយសារតែកាលខ្ញុំលក់សេរីនោះណាគឺថាលក់ដាច់បងប្អូនចាមួយថ្ងៃដល់2កេសអីមាន2កេសមាន1កេសជាងហើយវាស្មើនឹងប្រហែលយើងគិតមើលបើ2កេសវាស្មើនឹង100កញ្ចប់ហើយទៅបើ1កេសកន្លះឬក៏1កេសក៏ស្មើ50ចានក្នុងមួយថ្ងៃដែរតាមតំបន់ខ្ញុំវារបៀបថាតំបន់ដាច់ស្រយាលអញ្ចឹងយើងបានប៉ុណ្ណឹងចាត់ទុកថាអស់ចាដែរណាបងប្អូនណាព្រោះអីអាកាលខ្ញុំមកនៅដំបងគឺថាតំបន់ខ្ញុំស្ងាត់តែមែនទេហ្មងបងប្អូនហើយតិចនិចទាំងអស់អត់មានអីប្លែកទេបងប្អូនគ្រាន់តែថាខ្ញុំប្រហែលជាប្លែកព្រោះអីខ្ញុំឃើញអ្នកដែលធ្វើមីឆាឥឡូវគេធ្វើប្លែកពីខ្ញុំពីមុនដោយសារតែខ្ញុំគឺមីឆាខ្ញុំគឺត្រូវតែបំពងខ្ទឹមជានិច្ចបងប្អូនអើយអត់បានទេហើយជាពិសេសគឺខ្ញុំមានតែ3មុខទេនិយាយពីរឿងថាយើងប្រើគ្រឿងប្រើតែប្រេងខ្យងចង់ជាប់មាត់ប្រេងខ្យងហើយទឹកម្ទេសខ្ញុំយកឆាជាមួយដែរហើយទៅបំពងខ្ទឹមរហូតហ្មងហើយទៅអត់ដាក់ប៊ីចេងទេខ្ញុំដាក់តែស្ករសជាមួយអំបិលមីចាគឺខ្ញុំអត់ចោលទេអំបិលមីនឹងគឺខ្ញុំដាក់ចាប៉ុន្តែគ្រាន់តែថាក្នុងម៉ែកញ្ចប់បើសិនជាគេប្រើគេសុំបន្លែតិចណាគឺខ្ញុំដាក់ទឹកកន្លះហើយអំបិលមីហ្នឹងគឺខ្ញុំដាក់ទឹកកន្លះកញ្ចប់ទេហើយនឹងស្ករសហើយស្ករសបើគេចូលចិត្តផ្អែមក៏ដាក់ច្រើនទៅបើគេអត់ចូលចិត្តផ្អែមទេខ្ញុំដាក់តិចតែសម្រាប់ខ្ញុំថ្ងៃនេះខ្ញុំឆាមី2កញ្ចប់ខ្ញុំដាក់អំបិលមីទាំង2កញ្ចប់ដោយសារតែគឺថាខ្ញុំប្រើបន្លែច្រើនណាស់បងប្អូនបន្លែនេះច្រើនមែនទែនណាមី2កញ្ចប់នេះគឺថាបន្លែអត់ទាស់ហ្មងបងប្អូនហើយខ្ញុំអត់ឆាជាមួយសាច់អីទេគឺខ្ញុំឆាជាមួយសាច់គោជំនាន់នោះគោគេអត់សូវកាប់ទេមួយទឹកគេកាប់2ដងអីទេអញ្ចឹងយើងទិញទុកអត់មានសាច់គោគឺអត់បានទេគឺខ្ញុំត្រូវឆាដាក់សាច់គោហើយឆាអត់សាច់ក៏ខ្ញុំឆាបានឆ្ងាញ់ណាបើមិនជឿសាកល្បងមើលកំងសាក់មើលហើយជាពិសេសទៀតថ្ងៃនេះគឺខ្ញុំមានពងទាទៀតចាបងប្អូនហើយមិនបានដៃរាប់អីច្រើនទេបំពងខ្ទឹមរួចដាក់សាច់គោរួចក៏ដាក់បន្លែចូលគ្នាហើយអ្វីដែលខុសប្លែកពីគេខ្ញុំមិនដឹងថាគេធ្វើមិនទេតែសម្រាប់ខ្ញុំគឺត្រាំមីនឹងខ្ញុំត្រាំឲ្យរីកមកល្មមរីកខ្លាំងអត់បានទេរីកមកល្មមក៏យើងយកមកសរោះមកទឹកមកយកមកឆាចេះមកហើយទឹកម្ទេសក៏ខ្ញុំឆាជាមួយមីចឹងដែរបងប្អូនចាអានេះហើយជាតិចនិចរបស់ខ្ញុំតែខ្ញុំមិនដឹងមិនថាវាឆ្ងាញ់យ៉ាងហ្នឹងអត់ដឹងថាមិនទេធ្វើដូចតែគេដូចឯងទេប៉ុន្តែវាឆ្ងាញ់មិននិយាយអួតទេរសជាតិខ្ញុំឆាឆ្ងាញ់មែនបងប្អូនបើមិនជឿទេបងប្អូនដែលធ្លាប់ហូបមីឆាខ្ញុំជំនាន់2012អីហ្នឹងបងប្អូនអាចចូលខមមិនបានថារសជាតិមិនដែរចាប៉ុន្តែកាលនោះខ្ញុំលក់ដាច់មែនហើយសម្រាប់មីឆាខ្ញុំគឺថាมันចាញ់មីឆាអភិជនទេចាគឺថាមានខៀវក្រហមសគឺថាមិនដែរថាថ្ងៃណាអត់មានទេខ្ញុំទិញបន្លែ3មុខជាប្រចាំបន្លែជាក់ស្ដែងគឺការ៉ុតហើយនឹងស្ពៃក្តោបខ្ញុំមិនដែរអត់ទេប៉ុន្តែបើដូចជាតកួនហើយនឹងស្ពៃចង្កឹះថ្ងៃណាខ្ញុំមានស្ពៃចង្កឹះខ្ញុំដាក់ស្ពៃចង្កឹះថ្ងៃណាអត់មានស្ពៃចង្កឹះខ្ញុំដាក់តកួនអញ្ចឹង3មុខហ្នឹងគឺថាប្រចាំខ្ញុំអត់មានគឺថាដូចជាវាខ្វះអីមួយយ៉ាងអញ្ចឹងណាហើយសម្រាប់ថ្ងៃនេះគឺខ្ញុំអត់មានតកួនឬក៏អត់មានស្ពៃចង្កឹះទេខ្ញុំមានតែ2ពណ៌ទេគឺពណ៌សហើយពណ៌ការ៉ុតប៉ុណ្ណឹងឯងតែ2ពណ៌ទេបន្លែខ្ញុំតែរសជាតិឆ្ងាញ់បងប្អូនអើយអត់និយាយទៅថ្មីដៃខ្ញុំឆាគឺអត់បដូររសជាតិទេដដែលហ្មងឥឡូវថ្ងៃនេះមករំលឹកក្បាច់គុនធ្វើឲ្យកូនទាំងព្រឹកដោយសារខានធ្វើយូរហើយគ្រាន់តែឃើញមីឆាកូនផ្ទះដៃប្រាវបងប្អូនចាមិនមែនជារឿងធម្មតាទេរឿងគឺមិនធម្មតាចាដោយសារតែកូនចូលចិត្តមីតែខ្ញុំអត់សូវចង់ឲ្យហូបមីប្រចាំអីទេគឺយូរធ្វើម្ដងហើយជាពិសេសហ្នឹងរាំងរបៀបថាយើងដូចជាខ្ជិលដែរអញ្ចឹងអត់សូវបានឆាឲ្យកូនហូបទេអញ្ចឹងហើយតបថ្ងៃនេះនឹកឃើញថាមានបន្លែគួរសមដែរហើយមានសាច់គោផុយល្អអញ្ចឹងនឹកឃើញឆាមីឲ្យញ៉ាំម្ដងទៅកុំឲ្យដាច់ចិត្តពេកអញ្ចឹងណាដោយសារតែកូនចូលចិត្តមីឆាដែរឥឡូវមកបងប្អូនមកញ៉ាំមីឆាទាំងអស់គ្នា